បាទពិធីកាន់បិណ្ឌក៏កាន់តែរំកិលទៅមុខបន្តិចម្ដងបាទអេដមីនសូមកោះកកាយនៅអនុស្សាវរីយ៍ចាស់ការជួបគ្នារវាងទូកដែលអញ្ជើញមកពីវត្តភូមិពងរបងជាប់គ្នាបាទគឺវត្តសវណ្ណជូនិងវត្តមកសាសបាទខ្សែទឹកខាងក្នុងនេះគឺជាទូកដែលមានឈ្មោះថាដេជោសែនជ័យបារមីវិសរដែលអញ្ជើញមកពីវត្តសវណ្ណជូចំណែកឯខ្សែទឹកខាងក្រៅគឺជាទូកដែលអញ្ជើញមកពីវត្តមកសាសបាទដែលមានឈ្មោះថានារីរាំងសីដេជោសែនជ័យបារមីវត្តមកសាសបាទឃើញថាទូកទាំងពីរកំពុងតែប្រកៀកកាត់គ្នាហើយបានតាមខ្សែភ្នែកអេដមីនយើងមើលឃើញថានារីរាំងសីខ្សែទឹកខាងក្រៅនោះគឺមានព្រៀបបាទមានព្រៀបបន្តិចបន្តួចហើយទីប្រត់ក៏កាន់តែគៀកចូលមកដល់ដែរបាទជាលទ្ធផលយើងមើលឃើញថានារីរាំងសីបានយកឈ្នះទៅលើលោកយាយសបន្តិចបន្តួចបាទនៅក្នុងជើងនេះបាទហើយចំណែកឯទូកបន្ទាប់នេះគឺជាគូដណ្ដើមយកលេខ1លេខ2រវាងសង្កាត់គៀកគ្នាដែរបាទគឺសង្កាត់សារកាកៅនិងសង្កាត់ព្រៃក្មេងបាទទូកដែលនៅខ្សែទឹកខាងក្នុងមានឯកសណ្ឋានពណ៌ផ្ទៃមេឃនេះគឺជាទូកដែលអញ្ជើញមកពីវត្តមកសាសបាទហើយជើងច្បាបសទូកពណ៌ក្រហមបាទកំពុងតែចាញ់បងហើយបាទដែលទូកនេះមានឈ្មោះថាដៃជះវត្តមកសាសបាទកំពុងទៅតាមទូកខ្សែទឹកខាងក្រៅដែលពាក់ឯកសណ្ឋានពណ៌ក្រហមបាទគឺជាទូករបស់សង្កាត់ព្រៃក្មេងដែលមានឈ្មោះថាយុវជនសង្កាត់ព្រៃក្មេងបាទឃើញថាខ្សែទឹកខាងក្នុងបាទដៃជះកំពុងតែបង្កើនជើងចង្វាតាមហើយបាទកុំឲ្យខ្សែទឹកខាងក្រៅដាច់ពេកបាទឥឡូវកំពុងតែតាមហើយទីប្រត់ក៏គៀកចិត្តចូលមកដល់ដែរឃើញថាសង្កាត់ព្រៃក្មេងក៏បន្តការដាក់គំនាបទៅលើដៃគូដែរបាទឃើញថាទីប្រត់បានចូលមកដល់ហើយបាទលទ្ធផលនោះគឺសង្កាត់ព្រៃក្មេងបានទទួលជ័យជំនះទៅលើដៃជះរបស់មកសាទៅហើយបាទហើយក៏បានទទួលចំណាត់ថ្នាក់លេខ1ក្នុងការប្រកួត